ជំរាបសួរបងប្អូនទាំងអស់គ្នាបាទនេះជាវីដេអូបន្តទៀតទាក់ទងទៅនឹងការកាត់ប្លង់នៅខ្លួនឯងថាតើយើង process ជា goal យើងត្រូវកាត់ប្លង់ខ្លួនឯងយើងត្រូវការធ្វើប្រមាណដំណាក់កាលបាទប៉ុន្តែមុននឹងចូលដល់វីដេអូយើងខ្ញុំចង់ណែនាំដល់សេវាកម្មបកប្រែឯកសារក្រុមហ៊ុនបកប្រែឯកសារមួយឈ្មោះថា TTI ដែលជាអ្នក sponsor នៅក្នុងវីដេអូនេះអញ្ចឹងក្រុមហ៊ុន TTI Transformer Translation International គឺជាក្រុមហ៊ុនដែលទទួលបកប្រែឯកសារផ្លូវការយើងថាបងប្អូនមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យសុំទិដ្ឋាការទៅក្រៅប្រទេសផ្សេងគឺអាចទៅរកខាងក្រុមហ៊ុន TTI បានបកប្រែឯកសារគឺមានការទទួលស្គាល់ពីគ្រប់ស្ថានទូតនិងគ្រប់ពីក្រសួងទាំងអស់បាទហើយឯកសារគាត់លឿនក៏តម្លៃក៏ធូរជាងគេដែរបាទអញ្ចឹងអាចឆែកមើលក្នុង page របស់គាត់បានខ្ញុំអាចដាក់នៅ description បាទអរគុណអូខេអញ្ចឹងឥឡូវចូលដល់វីដេអូយើងតទៅជាមួយការកាត់ប្លង់អញ្ចឹងខ្ញុំចែកជា4ជំហានធំណាជំហានទី1គឺនៅពេលដែលយើងព្រមព្រៀងในការលក់នឹងទិញអញ្ចឹងភាគីកដែលភាគីអ្នកលក់ហ្នឹងគាត់ត្រូវនាំសម័យខ្លួនដែលជាម្ចាស់ឈ្មោះនៅក្នុងឯកសារប្លង់របស់គាត់ហ្នឹងបាទជាមួយនឹងសាក្សីម្នាក់ជាមួយនឹងប្លង់រឹងច្បាប់ដើមបាទអញ្ចឹងគាត់ប្រមូលឯកសារទាំងអស់ហ្នឹងរួមជាមួយនឹងសភៅគ្រួសារសម្បត្តិកំណើតអត្តសញ្ញាណប័ណ្ណណាទាំងអស់ហ្នឹងទៅជាមួយគ្នាជាមួយនឹងអត្តសញ្ញាណប័ណ្ណអ្នកទិញអញ្ចឹងពេលហ្នឹងគឺជាពេលដែលយើងត្រូវផ្តិតមេដៃពេលដែលយើងត្រូវធ្វើឯកសារជាមួយនឹងខាងសូរ្យដីស្រុកបាទអញ្ចឹងពេលយើងផ្តិតមេដៃនៅមុខសូរ្យដីស្រុកហើយយើងយល់ព្រមភាគីក្នុងរវាងភាគីទ្វេភាគីហ្នឹងពេលហ្នឹងគឺសូរ្យដីគាត់បំពេញឯកសារបាទគាត់បំពេញឯកសារបន្ទាប់មកហើយជំហានទី2ហ្នឹងគឺគាត់បំពេញឯកសារលិខិតលក់ដាច់បាទជាប្រភេទលិខិតលក់ដាច់វងទេ infinitive ហ្នឹងបាទបន្តមកទៀតហ្នឹងគឺយើងត្រូវយកប្លង់ដោយច្បាប់ដើមហ្នឹងឯកសារទៅជួបមេភូមិមេឃុំដើម្បីសុំហត្ថលេខាសុំការទទួលស្គាល់ពីពួកគាត់មេភូមិមេឃុំហើយយើងក៏ធ្វើកិច្ចព្រមព្រៀងជាប្រភេទលិខិតផ្ទេរសិទ្ធិបាទជាលិខិតផ្ទេរសិទ្ធិហើយបន្តមកទៀតនឹងយើងយកឯកសារហ្នឹងទៅខាងប្រធានមន្ទីរសូរ្យដីដើម្បីធ្វើការសម្រេចបាទធ្វើការសម្រេចបាទអញ្ចឹងបន្ទាប់ពីហ្នឹងបំពេញឯកសាររួចរាល់អស់ហើយជំហានបន្តមកទៀតហ្នឹងគឺយើងខាងសូរ្យដីហ្នឹងគឺបញ្ជូនឯកសារហ្នឹងទៅខាងសូរ្យដីពីស្រុកទៅខេត្តបាទពីស្រុកទៅខេត្តដើម្បីធ្វើការបំពេញឯកសារលក់ដាច់ប៉ុន្តែទន្ទឹមនឹងហ្នឹងគឺយើងត្រូវមានការរងចាំមួយខែក្នុងការធ្វើឯកសារពាក់ព័ន្ធជាមួយនឹងពន្ធប្រថាប់ត្រាបាទអញ្ចឹងយើងត្រូវធ្វើនៅឯកយុត្តដ្ឋានខេត្តកយុត្តដ្ឋានពន្ធដារខេត្តដើម្បីធ្វើឯកសារពន្ធប្រថាប់ត្រាហ្នឹងហើយតែមានពន្ធជាប់ពន្ធទៅបង់ពន្ធហ្នឹងឲ្យអស់ពីភាគីអ្នកលក់បាទអញ្ចឹងបន្តពីហ្នឹងទៀតគឺត្រឡប់មកសូរ្យដីខេត្តវិញទើបគាត់បញ្ចប់ឯកសារហ្នឹងគាត់បញ្ជូនទៅមន្ទីរបាទមន្ទីរខេត្តដើម្បីបញ្ចប់ចេញជាឯកសារប្លង់រឿងហ្នឹងដែលមានឈ្មោះអ្នកទិញនៅលើហ្នឹងបាទអញ្ចឹងនេះជាជំហានគោលនៅក្នុងការធ្វើឯកសារកាត់ប្លង់រឹងរត់ដោយខ្លួនឯងបាទអញ្ចឹងសរុបមកវិញមាន4ជំហានទី1ហ្នឹងគឺរវាងទ្វេភាគីអ្នកលក់និងអ្នកទិញហ្នឹងបាទគឺគាត់បញ្ចប់ឯកសារលាយលក្ខណ៍អក្សរមានប្រមូលជាឯកសារដែលមានទាំងអស់ហ្នឹងតើតើនឹងប្លង់រឹងដូចគ្នាដែរហើយគាត់បំពេញឯកសារហ្នឹងតែខាងសូរ្យដីស្រុកអ្នកបំពេញឯកសារបន្តមកទៀតហ្នឹងគឺបញ្ជូនណាទៅសុំសញ្ញេមេដៃពីខាងមេភូមិមេឃុំបន្តមកទៀតហ្នឹងរុញទៅពីស្រុកទៅខេត្តណាសូរ្យដីហើយមានពន្ធប្រថាប់ត្រាយើងឆ្លងកាត់ពន្ធប្រថាប់ត្រាយើងត្រឡប់មកខាងសូរ្យដីខេត្តក៏ដូចជាបញ្ជូនទៅមន្ទីរដើម្បីបញ្ចេញលិខិតប្លង់រឹងរបស់យើងដែលមានឈ្មោះអ្នកទិញថ្មីណាបាទហើយនេះជាចុងបញ្ចប់នៃវីដេអូទាក់ទងជាមួយនឹងការរត់ឯកសារប្លង់រឹងហ្នឹងឯងបាទអញ្ចឹងបើសិនជាមានជាកំហុសឬក៏មានកន្លែងណាកុំឆ្គងអីសូមអធិស្ឋានពីសំណាក់បងប្អូនអរគ្នាបាទអរគុណជួបគ្នានៅវីដេអូក្រោយបាទ